សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំមានជាវីដេអូពិសេសហើយក៏ជាកាដូផ្ញើជូនបងប្អូនដែលគាត់ធ្លាក់ set up ហើយក៏ផ្ញើជូនបងប្អូនដែលគាត់តែងតែតាមដាន page នាងខ្ញុំអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំនឹងប្រាប់បងប្អូនពីរបៀបភ្ជាប់កាតការភ្ជាប់កាតនេះគឺជាការភ្ជាប់កាតដែលស្តង់ដារហើយធ្វើឡើងសម្រាប់អ្នកនៅកម្ពុជាយើងដែលយើងតែងតែសួរនឹងមានចម្ងល់ច្រើនថាតើយើងនៅកម្ពុជាយើងគួរភ្ជាប់កាតខ្មែរបានអត់សម្រាប់ខ្ញុំគឺខ្ញុំអត់ទាន់ support ឲ្យបងប្អូនភ្ជាប់កាតខ្មែរទេអញ្ចឹងបងប្អូនគួរតែភ្ជាប់កាតកដាលសិនមានន័យថាកាតអន្តរជាតិសិនទៅចាំពេលដែល Facebook support 100%ហើយចាំយើងភ្ជាប់កុំតន់អាអ្នកដែលគេភ្ជាប់បានហ្នឹងគេមាន page ច្រើនដើម្បីស្គាល់វាតែបើយើងមានតែមួយទេកុំតន់អាបថយអញ្ចឹងបញ្ជាក់បងប្អូនការភ្ជាប់កាតនេះគឺធានាដឹងតែធ្លាក់លុយឯងមិនបាច់បារម្ភទេព្រោះអីខ្ញុំមាន page ច្រើនដែរដែលភ្ជាប់កាតមួយនេះគឺវាធ្លាក់លុយធម្មតាអត់ងាយមានបញ្ហាអត់ធ្លាក់លុយទេតែបញ្ហាភាគច្រើនគឺ PayPal ហើយនឹងវាពេលខ្លះវា error កាំងតែកាតមួយនេះគឺវាងាយស្រួលហើយឆាប់ធ្លាក់លុយលឿនទៀតអញ្ចឹងបងប្អូនអាចមើលវីដេអូនេះពីរបៀបភ្ជាប់បានគឺជាកាត Partner ឥឡូវយើងចូលមក set up ទាំងអស់គ្នាមកបងប្អូនអាចធ្វើតាមគំរូវីដេអូរបស់ខ្ញុំបានយើងចូលមកកន្លែង content monetize ហើយវាមានពាក្យកន្លែង set up អីចឹងបងប្អូនចុច continue រហូតមកវាចេញដល់នេះបងប្អូនចុចចេញបែបហ្នឹងហើយវា complete អាទី1ហើយ complete ចុចយកអាតម្រងទី1ផងណាហើយចូលអាតម្រងទី2គឺយើងដល់វគ្គដែលយើង set up យើងចុច next មកហើយដល់កន្លែង set up គឺកន្លែងនេះគឺយើងត្រូវដាក់ឈ្មោះរបស់យើងនៅក្នុងកាត Partner បងប្អូនអានេះគឺខ្ញុំបញ្ជាក់បងប្អូនគឺខ្ញុំបង្រៀនពីរបៀបភ្ជាប់កាត Partner ដែលមាន EIN អញ្ចឹងអានេះគឺខ្ញុំភ្ជាប់ជាមួយនឹង EIN តកតងមកនឹងការភ្ជាប់កាតនេះគឺងាយស្រួលមែនទែនភ្ជាប់ភ្លាមគឺវា approve ភ្លាមហ្មងហើយត្រង់នេះគឺខ្ញុំដាក់ឈ្មោះរបស់ខ្ញុំដែលមាននៅក្នុងកាត EIN អត់ឲ្យបច្ច្រាស់ឈ្មោះទេភ្នោះចំតោឈ្មោះបែបណាគឺបែបហ្នឹងរៀងភ្ជាប់មាត់បន្តិចនិយាយទៅឈ្មោះនៅក្នុងកាតយើងបែបណាគឺបែបហ្នឹងកុំបាច់ត្រឡប់អីទេមានន័យថាតកូលយើងមិនគឺបែបហ្នឹងនៅក្នុងកាតហើយទី2ហ្នឹងគឺថ្ងៃខែឆ្នាំកំណើតរបស់យើងឲ្យដូចអត្តសញ្ញាណប័ណ្ណហើយទី3គឺយើងជ្រើសរើសយក USA ដោយសារប្រទេស USA គឺជាប្រទេសដែលយើងបានបង្កើតកាតនឹងឯងអញ្ចឹងយើងជ្រើសរើសយក USA ទៅហើយត្រង់នេះគឺវាឲ្យយើងជ្រើសរើសតាក់ទងជាមួយនឹងយើងជាលក្ខណៈ business ឬក៏ឯកជនអីអញ្ចឹងណាអញ្ចឹងយើងជ្រើសរើសយកចំណុចទី1ទៅអានេះកាលហ្នឹងដូចជាអត់មានអញ្ចឹងទេតែឥឡូវវា update អញ្ចឹងណាអញ្ចឹងយើងយកជ្រើសរើសទី1ដូចរបស់ខ្ញុំណាហើយបងប្អូនចុច next មកដល់កន្លែងនេះបន្ទាប់ទៀតគឺកន្លែងនេះខ្ញុំសូមបិទរបាយការណ៍បន្តិចកន្លែងនេះគឺជាទីតាំងរបស់ខ្ញុំដែលនៅក្នុងកាតមានន័យថាទីតាំងនៅក្នុង EIN អញ្ចឹងទីតាំងនេះគឺជាទីតាំងអាមេរិកដែលមាននៅក្នុង EIN ហ្នឹងណាអញ្ចឹងខ្ញុំរៀបចំវាសិនព្រោះខ្ញុំត្រូវបិទដោយសារតែ Facebook វាចាប់កាលណាដែលយើងដាក់ព័ត៌មានផ្ទាល់ខ្លួនបង្ហាញផុសវាចាប់វាឲ្យយើងផុសទេអញ្ចឹងណាអញ្ចឹងក៏ខ្ញុំត្រូវបិទតែបិទកន្លែងនេះបើមិនបិទក៏មិនអីដែរគ្រាន់ថាយើងបិទព្រោះ Facebook វាចាប់យើងថតរបាយការណ៍បែបហ្នឹង Facebook អត់ឲ្យយើងផុសទេអញ្ចឹងពេលដែលបំពេញហើយយើងចុច next មកដល់កន្លែងនេះដែលខ្ញុំបិទហ្នឹងបើបងប្អូនអត់យល់អាចសួរខ្ញុំបានណាបងប្អូនហើយកន្លែងនេះវាមានជំរើស3ឲ្យយើងជ្រើសរើសទី1គឺយើង sign in ជាមួយនឹងបែងធនាគាររបស់យើងបើយើងអត់មានទេយើងជ្រើសរើសយកអាទី2អញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំជ្រើសរើសគឺយកទី2ហើយទី3គឺបងប្អូនមាន PayPal គឺ add link PayPal ចូល direct យកហ្មងអញ្ចឹងណាអញ្ចឹងខ្ញុំអត់សូវដាក់ PayPal ទេព្រោះអីធ្លាប់ភ្ជាប់ជាមួយនឹង PayPal វាមានបញ្ហាច្រើនអញ្ចឹងណាមួយឆ្នាំអីវាគាំងម្ដងបងដែលគាត់ធ្លាប់ធ្វើគាត់ដឹងហើយអញ្ចឹងខ្ញុំជ្រើសរើសយកទី2គឺជាគោលដៅរបស់ខ្ញុំដែលត្រូវភ្ជាប់កាតអញ្ចឹងបន្តមកទៀតគឺវាចេញតម្រង់បែបនេះត្រង់នេះគឺជាលេខគណនី number របស់ខ្ញុំនៅក្នុង EIN អញ្ចឹងកន្លែងនេះក៏ខ្ញុំត្រូវបិទដែរហើយអាក្រោមដែលខ្ញុំបិទហ្នឹងគឺជាថ្ងៃខែឆ្នាំកំណើតហើយនឹងទីតាំងអញ្ចឹងខ្ញុំបងប្អូនបញ្ជាក់ឡើងវិញបើសិនជាបងប្អូនមើលអត់ទាន់កន្លែងណាឆាតសួរខ្ញុំបានគ្រប់ពេលណាអញ្ចឹងកន្លែងនេះគឺខ្ញុំសូមភ្ជាប់លេខកាតរបស់ខ្ញុំលេខកាតនេះគឺរៀងវែងបន្តិចហើយសម្រាប់បងប្អូនដែលគាត់អត់ដឹងថាបង្កើតកាត Partner បែបណាបងប្អូនអាចឆាតមកខ្ញុំបានគឺខ្ញុំនឹងបញ្យល់បងប្អូនលម្អិតអញ្ចឹងណាអូខេតោះយើងបន្តទៅមុខទៀតតកតងមួយនឹងកន្លែងនេះគឺបងប្អូនភ្ជាប់លេខកាតរបស់យើងនៅក្នុង Partner ហ្នឹងណាបញ្ជាក់ឡើងវិញហើយពេលដែលយើងភ្ជាប់ហើយបងប្អូនអស់ឡើងទៅលើវាឃើញមានពាក្យមួយគឺពាក្យ
link payout អញ្ចឹងបងប្អូនចុចយកពាក្យ link payout ហ្នឹងមកគឺវាបន្តទៅមុខទៀតហើយនៅមួយ step ច្រើនទៀតបងប្អូនមិនមែនមានតែប៉ុណ្្នឹងទេណានិយាយទៅគឺវាច្រើនតំណបើសិនជាបងប្អូនអត់ច្បាស់អីអាចឲ្យខ្ញុំជួយភ្ជាប់ឲ្យក៏បានដែរអញ្ចឹងកន្លែងនេះគឺបងប្អូនចុចពាក្យ add តាក់មកយើងនៅដំណាក់កាលដែលភ្ជាប់តាក់មួយទៀតណាដំណាក់កាលទី1មិញគឺជាដំណាក់កាលភ្ជាប់ការដំណាក់កាលទី2នេះគឺជាដំណាក់កាលភ្ជាប់ពន្ធអូខេបងប្អូនទាំងអស់គ្នាឥឡូវយើងចូលមកដំណាក់កាលភ្ជាប់ពន្ធម្ដងឥឡូវយើង confirm ជាមួយនឹងaccount ដែលយើងបានភ្ជាប់ការហ្នឹង account ដែលយើងភ្ជាប់ការហ្នឹងបងប្អូនមិនបាច់បារម្ភទេជ្រើសរើសយក account ណាក៏បានដែរកុំតែមានសញ្ញាពណ៌លឿងពណ៌ខៀវអូខេយកមកភ្ជាប់មកអញ្ចឹងកន្លែងនេះខ្ញុំជ្រើសរើសយក yes ដោយសារតែ address របស់ខ្ញុំគឺដាក់ USA តែបើបងប្អូន address កន្លែងនេះដាក់ក្រៅប្រទេសផ្សេងក្រៅពី USA យើងយក no មកណាអញ្ចឹងបន្តមកទៀតយើងចុច next មកដល់កន្លែងនេះគឺវាឲ្យយើងផ្ទៀងផ្ទាត់ទៅលើឈ្មោះរបស់យើងបន្ថែមដែរមើលច្បាស់ណាអញ្ចឹងឈ្មោះរបស់យើងគឺយើង copy ទុកមួយមកកន្លែងនេះគឺយើងមើលមកក្រោមគឺវាមានឲ្យយើងជ្រើសរើស EIN ដោយសារតែខ្ញុំភ្ជាប់កាតជាមួយនឹង EIN ដូច្នេះហើយទើបខ្ញុំជ្រើសរើស EIN អញ្ចឹងកន្លែងនេះគឺខ្ញុំដាក់លេខ EIN និយាយទៅ PNR របស់ខ្ញុំគឺមាន EIN អញ្ចឹងការភ្ជាប់គឺត្រូវតែមានដូចគ្នាបើសិនជាបងប្អូនភ្ជាប់ payout ជាមួយនឹង PayPal ឬក៏ card Visa ឬក៏ card ផ្សេងអាចនឹងមានការខុសគ្នាបន្តិចទាក់ទងជាមួយនឹងការភ្ជាប់អញ្ចឹងនេះគឺជាតម្រងការភ្ជាប់កាតជាមួយនឹងកាត PNR ណាបងប្អូនកែងលោចូលទៅធ្វើដូចខ្ញុំប្រយ័ត្នខុសបញ្ជាក់ប្រអីកាតមួយវាការ select ខុសគ្នាអញ្ចឹងកាតខ្លះវាអាចនឹងស្តៀងគ្នាអីតិចតួចអញ្ចឹងណាតែ PNR របស់ខ្ញុំអាចនឹងខុសដោយសារអីខ្ញុំមានជា EIN អញ្ចឹងកាតខ្លះវាអត់មានទេអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់លេខកាតសំទោសដាក់លេខ EIN របស់ខ្ញុំពេលដាក់ហើយកន្លែងហ្នឹងត្រូវតែដាក់សញ្ញាដកដូចគ្នាតែយើងលុបអត្តសញ្ញាដកគឺវាអត់ឲ្យយើងទៅមុខទេអញ្ចឹងយើងចុចគ្រីសមួយមកហើយយើងដាក់សញ្ញាដកមួយមកអូខេយើងចុច next យើងដល់តម្រងនេះអញ្ចឹងតម្រងនេះវាឲ្យយើងពិនិត្យមើលទៅលើទីតាំងតើទីតាំងរបស់យើងដែលបានភ្ជាប់ហ្នឹងត្រឹមត្រូវអស់ឬនៅបើសិនជាទីតាំងបានភ្ជាប់នឹងត្រឹមត្រូវអស់ហើយយើងចុច next មកហើយបើសិនជាអត់ទាន់ត្រឹមត្រូវទេបងប្អូនចុច back មកវិញកែប្រែវាឡើងវិញនិយាយរួមទៅកន្លែងហ្នឹងគឺសំខាន់ខ្លាំងមែនទែនថាខុសហើយគឺខុសហើយដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងសំខាន់គឺឈ្មោះណាបងប្អូនកន្លែងនេះគឺខ្ញុំដាក់ឈ្មោះដែលយើងបាន copy paste មិញតែយើង copy paste ដូចជាវាអត់ឲ្យទេយើងសរសេរចូលក៏បានដែរអញ្ចឹងវាលុតសញ្ញាក្រហមបែបនេះយើងសរសេរចូលទៅព្រោះវាអត់ឲ្យយើង copy paste អញ្ចឹងណាអញ្ចឹងបញ្ជាក់បងប្អូនឡើងវិញអ្វីដែលសំខាន់គឺឈ្មោះយើងនៅក្នុងកន្លែង payout ហើយនឹងឈ្មោះជាមួយនឹងកាតរបស់យើងបើសិនជាត្រូវគ្នាងាយនឹងធ្លាក់លុយដោយសារតែបងប្អូនខ្លះគាត់មានបញ្ហាទៅលើកាតរបស់យើងអត់ត្រូវជាមួយនឹងឈ្មោះរបស់យើងនៅក្នុង payout អញ្ចឹងវាអាចមានបញ្ហាអត់ធ្លាក់លុយដែរអញ្ចឹងបើសិនជាឈ្មោះហើយនឹងpayout ដូចគ្នាអត់បញ្ហាទេងាយធ្លាក់លុយអញ្ចឹងបន្ទាប់មកយើងចុច next មកដល់តម្រងនេះគឺវាឲ្យយើងមើលទៅលើរបាយការណ៍ដែលយើងបានភ្ជាប់បងប្អូននេះគឺជារបាយការណ៍ដែលយើងភ្ជាប់ពីមុនហើយក៏ជាគោលការណ៍ដែលគេបានដាក់ឲ្យយើងអញ្ចឹងណាអញ្ចឹងយើងអានមើលទៅថាគោលការណ៍គេមិនអីមិនអញ្ចឹងណាបងប្អូនពេលដែលគេផ្ញើតម្រងនឹងហើយអ្វីដែលយើងពិនិត្យមើលខ្លាំងជាងគេគឺឈ្មោះទីតាំងហើយនឹងលេខកាតរបស់យើងនៅក្នុងនឹងអីអញ្ចឹងណាអញ្ចឹងពេលដែលពិនិត្យបានត្រឹមត្រូវអស់ហើយបងប្អូន submit form ទៅពិនិត្យឲ្យយូរបន្តិចទៅព្រោះឯកន្លែងហ្នឹងគឺសំខាន់ខ្លាំងអញ្ចឹងខ្ញុំចុច submit form ណាអូខេកន្លែងនេះគឺជាកន្លែងដែលយើងពិនិត្យលើតម្រងចុងក្រោយដែរអញ្ចឹងតកតងមួយនឹងលេខ EIN របស់យើងក៏ទុយនោះត្រូវនៅហើយនឹងទីតាំងយើងពិនិត្យមើលត្រូវនៅជាមួយនឹងឈ្មោះរបស់យើងពិនិត្យមើលឲ្យល្អិតល្អន់ទាំងអស់តែខុសកន្លែងណាមួយហើយគឺចាប់ហើយណាបញ្ជាក់បងប្អូនគឺត្រូវមើលឡើងវិញចុះឡើងឲ្យរៀងយូរបន្តិចក៏បានដែរព្រោះកន្លែងហ្នឹងគឺសំខាន់ខ្លាំងអូខេអញ្ចឹងពេលដែលយើងពិនិត្យមើលទៅលើរបាយការណ៍យើងអស់ហើយយើងចុច next មកបងប្អូនឥឡូវយើងចុច done មកបងប្អូនតកតងមួយនឹងចំណុចចុងក្រោយនេះនិយាយរួមទៅដូចជានៅមួយតង់ទៀតបងប្អូនឥឡូវខ្ញុំចុច done សិនហើយបញ្ជាក់បងប្អូនបន្តិចតកតងមួយនឹង payout គឺឈ្មោះត្រូវតែដូចជាមួយនឹងកាតណាតែខុសឈ្មោះកាតភាគច្រើនធ្លាក់លុយតែម្ដងពីរដងទេដល់កន្លែងនេះយើងចុច done មកព្រោះអីយើងបានភ្ជាប់បានហើយឥឡូវហ្នឹងវាដាក់ថាយើងបានភ្ជាប់កាតរួចហើយវាចុចគ្រីសសំទោសវាដាក់សញ្ញាគ្រីសឲ្យយើងអញ្ចឹងណាអូខេដល់កន្លែងនេះគឺមានន័យថាយើងបាន complete អស់ហើយតកតងជាមួយនឹងរបាយការណ៍ទី1និងរបាយការណ៍ទី2អញ្ចឹងអ្វីដែលយើងធ្វើបន្ទាប់ទៀតគឺយើងចុចពាក្យ submit
ដល់តម្រងនេះគឺយើងធ្វើបានជោគជ័យហើយដោយសារវាគ្រីសនេះអញ្ចឹងមានន័យថាគឺយើងបានភ្ជាប់កាតដោយជោគជ័យហើយព្រោះអីវាមានពាក្យថា success ហើយគ្រីសអីយើងទៀតអញ្ចឹងអ្វីដែលយើងត្រូវមើលបន្តទៀតបងប្អូនចុចពាក្យថាអូខេសិនមកអញ្ចឹងអ្វីដែលយើងឆែកមើលគឺទៅលើលុយនេះបើវាចេញដុល្លារបែបនេះគឺមានន័យថាយើងបានភ្ជាប់បានជោគជ័យហើយយើងឆែកមើលកន្លែងcontent monetize របស់យើងមកតើវានៅឲ្យយើង set up ទៀតឬអត់អញ្ចឹងកន្លែងនេះគឺមានន័យថាយើងអាចរកលុយជាមួយនឹង CM បានហើយអញ្ចឹងឃើញវាគ្រីសពណ៌ខៀវឯងបើសិនជាគ្រីសពណ៌ខៀវអញ្ចឹងគឺយើងធ្វើបានត្រឹមត្រូវតែបើសិនជាចេញក្រហមឬក៏ចេញពណ៌លឿងអាចនឹងមានបញ្ហាចំពោះការ set up របស់យើងហើយអញ្ចឹងពេលដែលគ្រីសអញ្ចឹងខៀវអញ្ចឹងគឺអូខេហើយនេះគឺជារបាយការណ៍ដែលយើងបានធ្វើហើយគឺវាបានសរសេរប្រាប់យើងហើយនិយាយរួមទៅដូចជារយៈពេលប្រហែលជា1ថ្ងៃអីវា approve យើងហើយចាំមើលខ្ញុំឲ្យបងប្អូនមើលពេលដែលយើងភ្ជាប់ភ្លាមគឺវាចេញជាសញ្ញាពណ៌លឿងតែបើសិនជាបងប្អូនចូលមើលភ្លាមវាចេញសញ្ញាពណ៌លឿងតែបើសិនជាបងប្អូនចូលមើល1ថ្ងៃ2ថ្ងៃអាចនឹងវាចេញខៀវធម្មតាវិញចាំមើលខ្ញុំឲ្យបងប្អូនមើលនេះបងប្អូនពេលដែលយើងចូលមើលភ្លាមនៅក្នុងទូរស័ព្ទដៃកន្លែងនេះគឺវាចេញសញ្ញាពណ៌លឿងតែរយៈពេល1ថ្ងៃគឺវាពណ៌ខៀវវិញអញ្ចឹងណាអូខេអរគុណបងប្អូនបើមានចម្ងល់តាក់ទងមកខ្ញុំបានអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់រៀនតាក់ទងជាមួយនឹងការរកលុយតាម page ad break អីហ្នឹងតាម page CM បងប្អូនអាចចូលរៀនបានគឺខ្ញុំមានជាវគ្គរៀន VIP ក្រុមអញ្ចឹងណាហើយបងប្អូនមានចម្ងល់ទៅលើវីដេអូណាផ្សេងឆាតមកខ្ញុំបានណាបាយបាយបងប្អូនទាំងអស់គ្នា